បាទសួស្តីបងប្អូនអ្នកសិក្សាទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងទស្សនានៅក្នុងវីដេអូមួយនេះលោកគ្រូលើកយកអត្ថបទអំណានភាសាខ្មែរយើងមួយទៀតត្រង់ទំព័រទី71យកមកអានដើម្បីចែករំលែកទៅដល់បងប្អូនក្រែលោមានពាក្យពិបាកឬក៏ពាក្យដែលបងប្អូនអត់ទាន់ចេះអានហើយមួយវិញទៀតគឺលោកគ្រូនឹងធ្វើកំណែលំហាត់ឲ្យបងប្អូនទាំងអស់គ្នាអាចផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយរបស់បងប្អូនបាទអញ្ចឹងកុំភ្លេចតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ដើម្បីឲ្យចេះទាំងអស់គ្នាណាតែឥឡូវកុំឲ្យខាតពេកយើងចូលទៅដល់អត្ថបទអំណានរបស់យើងតែម្ដងអញ្ចឹងអត្ថបទអំណានរបស់យើងមានចំណងជើងថារឿងសុបិនចម្លែកបាទរឿងសុបិនចម្លែកបាទអញ្ចឹងត្រង់រូបភាពនេះលោកគ្រូសូមអត់បញ្យល់ទេលោកគ្រូសូមផ្លោះចោលលោកគ្រូអត់សួរទេអ្វីដែលលោកគ្រូនឹងធ្វើគឺអានហើយនឹងធ្វើលំហាត់តែប៉ុណ្្នឹងទេណាតែអញ្ចឹងបងប្អូនមើលដល់យកចិត្តទុកដាក់ទាំងអស់គ្នាបាទចាប់ផ្ដើមSlash និង Marina ជាបងប្អូនបង្កើតរស់នៅក្នុងភូមិមួយជិតបឹងធំពួកគេប្រកបរបរលក់ត្រីនៅតាមភូមិជាច្រើនឆ្នាំមកហើយក្រោយមកមុខរបររបស់ពួកគេជួបការលំបាកដោយសារអ្នកនេសាទចេះតែដំឡើងថ្លៃត្រីឥតឈប់ឈរហេតុនេះ Slash សម្រេចចិត្តនេសាទត្រីខ្លួនឯងវិញល្ងាចមួយ Slash ប្រាប់អូនស្រីឲ្យរកម្ហូបអាហារទុកបំរុងយកទៅនេសាទនៅព្រឹកស្អែករួចក៏និទ្រាលក់ទៅយប់នោះ Slash យល់សប្តិឃើញថាខ្លួនគេរកត្រីមិនបានសោះពេញមួយថ្ងៃលុះដល់ពេលចិត្តត្រឡប់មកវិញស្រាប់តែគេបង់សំណាញ់បានត្រីធំមួយគេដោះត្រីចេញពីសំណាញ់ដោយត្រេកអរពន់ពេកស្រាប់តែត្រីនោះនិយាយមករកគេសូមអ្នកដោះលែងខ្ញុំទៅខ្ញុំជាស្ដេចត្រីហើយកំពុងមានពងពេញពោះទៀតផងបើអ្នកទុកជីវិតឲ្យខ្ញុំនឹងបញ្ជូនកូនចៅខ្ញុំមកឲ្យអ្នកបរិភោគរាល់ថ្ងៃអ្នកមិនបាច់បារម្ភទេឮសម្ដីត្រីអង្វរ Slash លើកត្រីបំរុងលែងទៅក្នុងទឹកវិញតែម៉ារីណាស្រែកខាត់បងស្គួតទេឬយើងចំណាយកម្លាំងមួយថ្ងៃទើបបានត្រីមួយនេះហេតុអ្វីក៏បងលែងចង់លែងត្រីទៅវិញត្រីពងបែបនេះឆ្ងាញ់ណាស់ហើយលក់ក៏បានថ្លៃណាស់ដែរកុំលែងវាអី Slash រេរែកក្នុងចិត្តហើយទីបំផុតក៏លើកត្រីដាក់ក្នុងទូករួចនាំបងប្អូនត្រឡប់មកគេហដ្ឋានវិញមកដល់ផ្ទះម៉ារីណាកាត់ត្រីទុកខ្លះសម្រាប់ហូបហើយត្រីនៅសល់នាងយកទៅលក់បានប្រាក់យ៉ាងច្រើននាងសប្បាយចិត្តណាស់ថ្ងៃបន្ទាប់ម៉ារីណាចាប់ផ្ដើមក្តៅខ្លួន Slash រត់រកពេទ្យមកព្យាបាលប្អូនតែមិនធូរស្រាលសោះក្រោយមកម៉ារីណាក៏ធ្លាក់ខ្លួនឈឺធ្ងន់ Slash ភ័យពេកស្រែកយំយ៉ាងខ្លាំងរហូតដល់ភ្ញាក់ដឹងខ្លួនស្អែកឡើង Slash និយាយរឿងប្រាប់អ្នកនេសាទម្នាក់បុរសនោះនិយាយថានេះប្រហែលជាប្រផ្នូលរារាំង Slash មិនឲ្យទៅរកត្រីហើយព្រោះរដូវនេះជារដូវត្រីពងគេហាមមិនឲ្យនេសាទទេព្រោះនាំឲ្យពាយត្រីបើគេចង់នេសាទត្រូវរង់ចាំឲ្យផុតរដូវត្រីពងសិនដើម្បីឲ្យមច្ឆជាតិនៅតែសម្បូរជារៀងរហូត Slash យល់ហើយក៏ត្រឡប់មកផ្ទះវិញរងចាំឱកាសមកដល់គេនឹងទៅនេសាទបាទអញ្ចឹងអត្ថបទយើងដូចជាលោកគ្រូអានចប់ហើយយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាមានពាក្យពិបាកឬក៏ពាក្យណាដែលបងប្អូនអត់ទាន់ចេះអានច្រើនទេបាទអញ្ចឹងបើអត់ទាន់ទេបងប្អូនអាចខាថយក្រោយហើយមើលឡើងវិញបាទបងប្អូននឹងចេះហើយបាទតោះឥឡូវយើងមើលចំណុចបន្តទៀតជាមួយលោកគ្រូអញ្ចឹងសំណួរ
បាទអញ្ចឹងសំណួរយើងមាន4ទេលោកគ្រូសូមអត់ធ្វើឲ្យទេបងប្អូនអាចរៀនឆ្លើយដើម្បីអត្ថបទខាងលើនេះណាបាទទី1ទី2ទី3ទី4អញ្ចឹងនៅខាងលើហ្នឹងគឺមានទាំងអស់អញ្ចឹងបងប្អូនរៀនឆ្លើយមកណាបាទអ្វីដែលលោកគ្រូនឹងធ្វើឲ្យគឺលំហាត់បាទនេះលំហាត់មានប៉ុន្មានចំណុចបងប្អូនបាទមាន5បាទកខកខងបាទតោះលោកគ្រូសូមអានលំហាត់នេះឲ្យបងប្អូនទាំងអស់គ្នាស្ដាប់សិនមើលជាមួយលោកគ្រូសិនតើគេឲ្យគេធ្វើអីណាគេឲ្យយើងធ្វើអីហើយបន្ទាប់មកលោកគ្រូនឹងបង្ហាញចម្លើយតោះអញ្ចឹងចំណុចក្រោយដែលថាចូលស្រង់កិរិយាសកម្មនៅក្នុងអត្ថបទឲ្យបានចំនួន5បាទអញ្ចឹងយើងរៀនហើយកាលមុនមេរៀនអំណាចហ្នឹងបាទចំណុចវេយ្យាករណ៍កិរិយាសកម្មហ្នឹងជាកិរិយាអីគេអញ្ចឹងយើងរួមមកបាទនៅខាងលើហ្នឹងបាទមានអីគេខ្លះបាទចំណុចខចូលស្រង់ពាក្យដែលមានន័យដូចគ្នានៅក្នុងអត្ថបទខាងលើបាទអញ្ចឹងនៅក្នុងអត្ថបទខាងលើមិញហ្នឹងគឺមានពាក្យខ្លះមានន័យដូចគ្នាបាទវាមានវាទៅសេបែបនេះមួយទៀតសរសេរបែបនោះអញ្ចឹងប៉ុន្តែមានន័យដូចគ្នាពាក្យន័យដូចបងប្អូនដឹងណាបាទសរសេរខុសគ្នាប៉ុន្តែន័យដូចគ្នាណាបាទចំណុចគោចូលបង្ហាញតម្លៃអប់រំនៃរឿងនេះបាទអញ្ចឹងរឿងខាងលើមិញហ្នឹងរឿងសុបិនចម្លែកដែលយើងបានអានមិញហ្នឹងមានតម្លៃអប់រំអីគេអប់រំយើងណាបាទចំណុចខចូលរកពាក្យសូដូចនឹងពាក្យកអាស្ដានឹងមួយហើយនឹងជាចូលស្អានេះបាទកហ្នឹងយើងធ្លាប់ឮមានអីគេខ្លះកសរសេរបែបមិនខ្លះណាហើយជាហ្នឹងយើងសរសេរមិនខ្លះបាទយើងធ្លាប់ឃើញតោះចំណុចងចូលរកពាក្យផ្ទុយនឹងពាក្យដំឡើងបាទដំឡើងផ្ទុយនឹងអីត្រេកអរស្លាប់សម្បូរបាទអញ្ចឹងបងប្អូនប្រហែលជាចេះណាចំណុចងនេះដំឡើងផ្ទុយនឹងអីគេត្រេកអរស្លាប់សម្បូរតោះអញ្ចឹងកុំឲ្យខាតពេលលោកគ្រូបង្ហាញចម្លើយបងប្អូនតែម្ដងណាចាប់ពីចំណុចកដល់ចំណុចងតោះមើលទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាចម្លើយបាទលោកគ្រូបានធ្វើហើយគឺចាប់ពីកខកខងបាទមកដល់ងតោះឥឡូវយើងមើលទាំងអស់គ្នាដូចជាបាទចំណុចណាមួយមើលចំណុចខនៅត្រង់នេះលោកគ្រូអត់ឃើញបាទនេះដោយសារមើលពណ៌ខ្មៅអញ្ចឹងតែលើពណ៌ក្រហមដល់នេះពណ៌ខ្មៅបាទតោះលោកគ្រូបានអត់មានមិញអញ្ចឹងយើងមើលចម្លើយតែម្ដងអញ្ចឹងចម្លើយចំណុចកស្រង់កិរិយាសកម្មឲ្យបាន5អញ្ចឹងនៅក្នុងហ្នឹងលោកគ្រូរកឃើញលក់បាទលក់ប្រាប់រកបងដោះបាទអញ្ចឹងលក់តែប្រាប់រកបងដោះនេះគឺនៅមានច្រើនទៀតណាបងប្អូនមានតែប៉ុណ្្នឹងទេគឺអាចរកផ្សេងទៀតបាទអញ្ចឹងនេះគ្រាន់តែគ្រូរកមកទេបាទតាទីសំទោសចំណុចខមានទីខទេចំណុចខពាក្យន័យដូចបាទអញ្ចឹងពាក្យន័យដូចមាន2នៅក្នុងហ្នឹងគ្រូរកឃើញមានពាក្យគេហដ្ឋានបាទស្មើនឹងផ្ទះបាទនៅក្នុងអត្ថបទយើងណាបាទទី2បរិភោគហើយនឹងហូបបាទ2ហ្នឹងមាន2ហ្នឹងបងប្អូនរកឃើញមានទៀតបងប្អូនអាចខមមិននៅខាងក្រោមណាបាទខាងក្រោមវីដេអូលោកគ្រូទៅបាទតែលោកគ្រូរកឃើញនៅតែមានតែ2ហ្នឹងទេចំណុចគោតម្លៃអប់រំនៃរឿងនេះបាទអញ្ចឹងគឺត្រូវជៀសវាងការនេសាទនៅរដូវត្រីពងបាទអញ្ចឹងគេចង់អប់រំយើងគឺមិនឲ្យនេសាទនៅរដូវត្រីពងហ្នឹងហើយរឿងសុបិនចម្លែកមិញហ្នឹងណាបាទចំណុចខពាក្យសូដូចបាទអញ្ចឹងពាក្យសូដូចនេះមាន2មិញគឺមានពាក្យកបាទប៉ុន្តែកកន្លែងលោកគ្រូយកមកដាក់នៅខាងក្រោមបាទតោះអញ្ចឹងអត់អីទេយើងមើលតាមហ្នឹងទៅមកហើយនឹងពាក្យជាឥឡូវលោកគ្រូសូមអានចំណុចពាក្យសូដូចកយើងមាន4ណាកអត់មានអីនេះកតទេអ្នកពាក្យនាមចុចជាអ្នកទី1នៅក្នុងអក្សរក្រមខ្មែរឬក៏ក្នុងអក្សរក្រមខ្មែរណាបាទអញ្ចឹងកខកខងអញ្ចឹងអក្សរកហ្នឹងគឺបងគេបង្អស់ហើយគឺចុចជាអ្នកទី1បាទកមួយទៀតអ្នកពាក្យនាមមានថាអវយវៈតពីក្បាលទៅស្មាឬទៅខ្លួនបាទអញ្ចឹងកយើងណាបាទតពីក្បាលយើងទៅស្មាទៅខ្លួនណាហ្នឹងគឺកដែរបាទកអាស្ដានេះគឺនិបាតស័ព្ទមានន័យថាពាក្យសន្តានមានសម្លេងកញ្ឆក់ខ្លីបាទកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដែលឡែកបាទឧទាហរណ៍នេះឧទាហរណ៍មួយនេះក៏ល្អមួយនោះក៏ល្អបាទយើងអត់អានកហ្មងណាយើងអានកញ្ឆក់ណាមួយនេះក៏ល្អមួយនោះក៏ល្អបាទក៏ល្អអញ្ចឹងមកកមួយទៀតកមានរនេះយើងអានកដូចគ្នានាមមានថាដៃកហ្នឹងគឺស្មើនឹងដៃហើយមានន័យថាអញ្ចឹងណាឧទាហរណ៍ថាលើកកប្រណំអញ្ចឹងមានថាលើកដៃប្រណំហ្នឹងហើយមានថាលើកដៃសំពះណាជា
ចូលដល់ពាក្យជាមាន2បាទជាគឺសេដូចគ្នាទេចូលស្រែហ្នឹងតែធ្លាក់ពាក្យខុសគ្នាអានេះចូលស្រែនេះគឺគុណនាមដែលស្រួលល្អះសប្បាយសុខរួចពីឈឺឬងើបពីឈឺបាទចាំពេលយើងឈឺឲ្យលេបថ្នាំទៅជាណាយើងទៅពេទ្យទៅយើងឲ្យពេទ្យជាបាលទៅជាអញ្ចឹងទៅជាហ្នឹងគឺមានន័យអញ្ចឹងហើយជួសាអានេះជាដូចគ្នាថ្នាក់ពាក្យវាខុសគ្នាពីលើគឺថ្នាក់ពាក្យនាមមានន័យថាដែលទីតីពីនៅកំដរទ្របគេគេថាមនុស្សអ្នកជាអញ្ចឹងមកបាទតើឥឡូវយើងចូលមួយទៀតចំណុចងគ្រូយ៉ាងលឿនទៀត10នាទីហើយតើអញ្ចឹងចំណុចងពាក្យផ្ទុយអញ្ចឹងពាក្យផ្ទុយបងប្អូនបានគិតហើយមិញមានត្រូវខ្លះទេមើលបាទឥឡូវគ្រូសូមអានដំឡើងអញ្ចឹងដំឡើងផ្ទុយនឹងបញ្ចុះឬក៏បន្ថយបាទនេះកន្លែងនេះណាបាទត្រេកអរផ្ទុយនឹងក្រៀមក្រំឬក៏ច្រណែនស្លាប់ផ្ទុយនឹងរស់សម្បូរផ្ទុយនឹងខ្សត់ឬក៏កម្របាទអញ្ចឹងបងប្អូនមើលតាមហ្នឹងទៅបងប្អូនកត់ចូលទៅក្នុងសៀវភៅបងប្អូនសៀវភៅកិច្ចការសៀវភៅឬក៏អ្នកគ្រូដាក់កិច្ចការផ្ទះអីបងប្អូនអាចចម្លងចូលទៅក្នុងសៀវភៅបងប្អូនបានណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe channel របស់លោកគ្រូមួយទៅ Hello លោកគ្រូផុសមេរៀននេះទៅបងប្អូនឆាប់ឃើញអញ្ចឹងណាបាទអញ្ចឹងអរគុណច្រើនសម្រាប់ការរៀនជាមួយលោកគ្រូហើយយើងនឹងជួបគ្នាសាជាថ្មីនៅក្នុងវីដេអូក្រោយសុខសប្បាយ